Sci-Fi Super Galaxy ស្ដេចយន្តហោះដឹកជញ្ជូនយោធាដ៏ធំបំផុតនិងមានអានុភាពបំផុតក្នុងលោកស្ដេចយន្តហោះដឹកជញ្ជូនយោធាដ៏ធំបំផុតនិងមានអានុភាពបំផុតក្នុងលោកហើយវាជាផ្នែកមួយដ៏សំខាន់នៃកងទ័ពអាកាសអាមេរិកនេះគឺជា Sci-Fi Super Galaxy ដែលស្ដេចយន្តហោះដឹកជញ្ជូនយោធាដ៏ធំបំផុតនិងមានអានុភាពបំផុតក្នុងលោកហើយវាជាផ្នែកមួយដ៏សំខាន់នៃកងទ័ពអាកាសអាមេរិក US Air Forceស្ដេចយន្តហោះនេះមិនមែនធំតែមានល្បីតែឈ្មោះនោះឡើយពលគឺមានសមត្ថភាពមិនធម្មតាឡើយគឺអាចដឹកយុទ្ធោបករណ៍យ៉ាងច្រើនដែលអ្នកនឹកស្មានមិនដល់រួមមានដឹករថក្រោះ M1 Abrams មានចំនួន2គ្រឿងអូតូម៉ាចក្រចំនួន6គ្រឿងឡានក្រុងចំនួន8គ្រឿងឬទំនិញជាង140តោនជាទម្ងន់ប្រហាក់ប្រហែលនឹងដំរីអាហ្វ្រិកពេញវ័យចំនួន23ក្បាលយន្តហោះនេះអាចហោះឡើងនិងចុះចតលើផ្លូវរត់ខ្លីរួមទាំងលើវាស្មៅផងដែរជាមួយនឹងការចាក់សាំងពីលើអាកាសវាអាចហោះហើរស្ទើរតែគ្រប់ទីកន្លែងទូទាំងពិភពលោកដោយមិនចាំបាច់ឈប់សម្ចតស្ដេចយន្តហោះ Sci-Fi Super Galaxy គឺជាយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់បំផុតដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Lockheed របស់សហរដ្ឋអាមេរិកនៅចុងទសវត្សរ៍ឆ្នាំ1960ហើយវាបានដំណើរការអស់រយៈពេលជិត50ឆ្នាំមកហើយវាមានប្រវែងស្ទើរតែស្មើទីលានបាល់ទាត់ហើយបើនិយាយពីកម្ពស់វិញវាគឺខ្ពស់ជាងអគារ6ជាន់ទៅទៀតតួនៃស្ដេចយន្តហោះដឹកជញ្ជូនយោធានេះមានទម្ងន់រហូតដល់ប្រមាណ190តោននិងមានទម្ងន់រហូតដល់420តោននៅពេលផ្ទុកទំនិញនិងប្រេងឥន្ធនៈពេញបន្ទុកស្ដេចយន្តហោះដឹកជញ្ជូនយោធានេះត្រូវបានរចនាឡើងដោយមានកម្ពស់2ជាន់ដែលអនុញ្ញាតឲ្យវាដឹកជញ្ជូនយោធោបករណ៍ទំនិញផ្សេងៗនិងកងទ័ពបានច្រើនដោយមានកន្លែងសម្រាប់ប្រៀបដូចជានៅលើសន្តាគារសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយនៅជើងខាងក្រោមគឺជាកន្លែងផ្ទុកយុទ្ធោបករណ៍និងទំនិញដ៏ធំខណៈដែលជន់លើត្រូវបានប្រើសម្រាប់ក្រុមអាកាសយានិកនិងកន្លែងធ្វើការចណ្ដើរបត់បាន2ភ្ជាប់បន្ទប់ដាក់អីវ៉ាន់ទៅនឹងជន់លើនៅខាងមុខគឺជាកាប៊ីនយន្តហោះដែលដំណើរការដោយអាកាសយានិកចំនួន6នាក់នៅខាងក្រោយមានបន្ទប់2ជាន់សម្រាប់សម្រាកអំឡុងពេលបេសកកម្មដ៏វែងឆ្ងាយនៅខាងក្រោយបំផុតពីនេះទៀតគឺជាកៅអីសម្រាប់ក្រុមសង្គ្រោះបន្ទាន់ចំនួន7នាក់និងកន្លែងអង្គុយសម្រាប់អ្នកដំណើរចំនួន8នាក់រួមជាមួយបង្គន់និងផ្ទះបាយនៅពីក្រោយស្លាបយន្តហោះគឺជាបន្ទប់សម្រាប់កងទ័ពដែលមានកៅអីបែរមុខទៅក្រោយចំនួន75កៅអីបង្គន់2ទៀតនិងផ្ទះបាយមួយទៀតនៅខាងក្រោយបំផុតគឺជាលំហទទេដ៏ធំមួយដែលនាំទៅដល់ជណ្ដើរដែលប្រើដោយក្រុមថែទាំប៉ុណ្ណោះដើម្បីចូលទៅកាន់ផ្នែកខាងលើនៃកន្ទុយអសតេនៃយន្តហោះសរុបមកការផ្ទុកយុទ្ធោបករណ៍និងតំណែងគឺជាចំណុចខ្លាំងបំផុតនៃស្ដេចយន្តហោះ Sci-Fi Super Galaxy Sci-Fi Super Galaxy ត្រូវបានបំពាក់ដោយម៉ាស៊ីនទូប៊ីន General Electric TF39 ចំនួន4ដែលម៉ាស៊ីននីមួយៗផលិតកម្លាំងរុញប្រហែល 20.5 តោនទោះបីជាវាមានទំហំធំខ្លាំងយ៉ាងណាក៏ដោយក៏វានៅតែអាចហោះហើរក្នុងល្បឿនរហូតដល់ប្រមាណ952គីឡូម៉ែត្រក្នុង1ម៉ោងទោះជាយ៉ាងណាស្ដេចយន្តហោះនេះស៊ីប្រេងឥន្ធនៈច្រើនណាស់គឺស៊ីរហូតដល់ប្រមាណ8ហ្គាឡុងឬ303លីត្រក្នុង1នាទីស្ដេចយន្តហោះនេះអាចផ្ទុកប្រេងឥន្ធនៈនៅក្នុងធុងប្រេងចំនួន12ធុងដែលបង្កប់នៅលើស្លាបរបស់វាពលគឺមានសមត្ថភាពផ្ទុកប្រេងសរុបរហូតដល់ប្រមាណ193,000លីត្រឬច្រើនជាង150តោនដោយប្រើឥន្ធនៈផ្ទាល់ខ្លួនរបស់វាស្ដេចយន្តហោះដឹកជញ្ជូនយោធា Sci-Fi Super Galaxy អាចហោះហើរបានចម្ងាយរហូតដល់ជិត 9,000 គីឡូម៉ែត្រតម្រុំតែអស់ប្រេងហើយនៅពេលដែលប្រេងមិនគ្រប់គ្រាន់វាអាចចាក់ប្រេងឡើងវិញនៅលើអាកាសបានក្នុងល្បឿនជាង480គីឡូម៉ែត្រក្នុង1ម៉ោងដែលកត្តានេះអាចជួយឲ្យវាហោះហើរគ្មានដែនកំណត់សម្រាប់បេសកកម្មជុំវិញពិភពលោកនៅផ្នែកជើងក្រោមនៃទូយន្តហោះស្ដេចយន្តហោះបំពាក់ប្រព័ន្ធហ្គាចុះចតដ៏គួរឲ្យចាប់អារម្មណ៍វាមានហ្គាចុះចតសំខាន់ចំនួន4ដែលហ្គាចុះចតនីមួយៗមានកង់ចំនួន6បូករួមទាំងហ្គានៅខាងមុខមានកង់4ផងដែរហើយសម្បកកង់សរុប28ហ្គាចុះចតខាងក្រោយអាចបង្វិលដើម្បីជួយឲ្យយន្តហោះបត់បានកាន់តែងាយស្រួលនៅលើអាកាសយានដ្ឋានដែលមានលក្ខណៈតូចចង្អៀតបន្ទាប់ពីហោះហើរកង់របស់វានឹងបង្វិលនិងបត់ចូលក្នុងតួរបស់វាយ៉ាងស្អាតមានរបៀបរៀបរយជាមួយនឹងការរចនាច្រើនជាន់ច្រើនថ្នាក់បែបនេះស្ដេចយន្តហោះដឹកជញ្ជូនយោធាមានសមត្ថភាពដឹកទំនិញដ៏ធំម៉ាស៊ីនទំនើបនិងមានសមត្ថភាពចាក់ប្រេងពីលើអាកាសពលគឺជាស្ដេចយន្តហោះ
C5 Galaxy ត្រូវបានរចនានិងផលិតសម្រាប់តម្រូវការមិនធម្មតាសម្បីក្រោយពីវាដំណើរការជាច្រើនទសវត្សរ៍មកហើយយ៉ាងណាក្តីក៏វានៅតែជាផ្នែកដ៏សំខាន់មួយនៃប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសយោធាទូទាំងពិភពលោកជានិមិត្តរូបនៃមាត្រដ្ឋានកម្លាំងនិងឧត្តមភាពផ្នែកវិស្វកម្មអាកាសចរខ្ញុំមុនីវ័នពី RT News